บសួរកូនចៅសកលទាំងអស់គ្នាណាទាំងក្រៅនិងក្នុងទាំងអស់គ្នាថ្ងៃនេះគឺលោកគ្រូសូមបង្ហាញនៅមុនគេថាសូត្រស្រាវចំណងស្នេហ៍ឬក៏គេថាស្រាយស្នេហ៍ហ្នឹងជូនដល់កូនចៅយកទៅប្រើការណាហ្នឹងហើយគេថាស្រាយស្នេហ៍នេះគឺមានច្រើនគេថាណាតែលោកគ្រូដល់មួយគេថាមេខ្លីតែប៉ុណ្ណោះណាហ្នឹងហើយចែកជូនកូនចៅទាំងអស់គ្នាទៅណាហ្នឹងហើយយើងកុំឲ្យខាតពេលយូរយើងចូលនឹងការសូត្រទាំងអស់គ្នាទៅណាហ្នឹងហើយជាដំបូងយើងតាំងអ្នកម៉ូតចំនួន3ចប់មកយើងចូលសូត្រទាំងអស់គ្នាហ្នឹងហើយសូត្រមកឧអមវិណាឧអមវិវង្ធៈអមិមੰអ៊ីតេឧសៈសង្តេធៈតេឡូឡូស្វហៈម្ដងទៀតឧអមវិវង្ធៈអមិមੰអ៊ីតេឧសៈសង្តេធៈតេឡូឡូស្វហៈម្ដងទៀតណាឧអមវិវង្ធៈអមិមੰអ៊ីតេឧសៈសង្តេធៈតេឡូឡូស្វហៈអញ្ចឹងកូនចៅមើលតាមអក្ខរនៃគាថាហ្នឹងទៅហើយសូត្រតាមហ្នឹងទៅណាសំនៀងកូនចៅសូត្រច្បាស់លាស់អញ្ចឹងណាហ្នឹងឯងសូត្រតាមតួអក្ខរនៃព្រះគាថាហ្នឹងទៅណាហ្នឹងឯងឥឡូវនេះយើងនិយាយអំពីការប្រើនិមន្តគាថាហ្នឹងតែម្ដងទៅចំពោះមុននេះគឺតម្រូវឲ្យយើងសូត្រចំនួន7ចប់គឺតម្រូវអត់ឲ្យដកដង្ហើមទេណាហ្នឹងឯងការអត់ដកដង្ហើមនិងដកដង្ហើមប្រើនៅពេលណាចាំមកលោកគ្រូបញ្ជាក់ពីគេថាហ្នឹងទេណាចំពោះមុនគេថានេះមិនថាជាស្រីឬប្រុសទេគឺយើងអាចប្រើបានតែចំពោះមនុស្សប្រុសដែលយើងដាក់ស្នេហ៍គេហើយយើងដឹងពីអនុភាពហ្នឹងហើយតែយើងចង់ស្រាយនៅស្នេហ៍នឹងវិញតែយើងគួរធ្វើយ៉ាងដូចម្ដេចជាជំហានដំបូងយើងតាំងនមោហើយយើងសូត្រគាថាហ្នឹងហើយយើងសូត្រគាថាហ្នឹងចាប់ហើយគឺយើងដាក់ឈ្មោះគេចូលមកដល់ថាឈ្មោះកអញ្ចឹងណាឈ្មោះកអញ្ចឹងដល់ឈ្មោះកសូមឲ្យនេះឈ្មោះកនោះឲ្យបានជាសះស្បើយពីអំពើស្នេហ៍ដែលបានធ្វើនឹងក្តីសូមឲ្យស្នេហ៍ដែលបានធ្វើនេះជាគេថាស្រាយនោះសូមឲ្យគេថាស្រាយនេះស្រាយចំណងស្នេហ៍អ្នកនោះឲ្យឈប់មានចិត្តនឹកលឹកឈប់មានចិត្តនឹកស្រឡាញ់ឈប់មានចិត្តនឹកសំណោះគ្រប់អាត្មារបស់អង្គជាដើមទៅណាហ្នឹងហើយយើងដាក់ឈ្មោះគេអញ្ចឹងទៅណាហ្នឹងដល់ពេលយើងសូត្រឡូឡូស្វាហៈនឹងចប់គេយើងដាក់ឈ្មោះត្មងទៅឈ្មោះកឬឈ្មោះខណាចំពោះមនុស្សស្រីក៏ប្រើដូចគ្នាចំពោះមនុស្សប្រុសក៏ប្រើដូចគ្នាដែរណានឹងអត់អីទេប្រើដូចគ្នាឥឡូវនេះយើងនិយាយអំពីការប្រើនៅគ្រឿងប្រដាប់ចំពោះនៅគ្រឿងប្រដាប់នៃការប្រើគឺយើងសូត្រសេពជាមួយនឹងទឹកឲ្យគេផឹកទៅឬគ្រឿងចំណីអាហារឲ្យគេបរិភោគទៅណាហ្នឹងហើយអ្នកនោះនឹងជាពីស្នេហ៍ដែលយើងធ្វើនោះហើយណាហ្នឹងហើយតែបើសិនជាអ្នកនោះត្រូវអំពើស្នេហ៍អ្នកដតីធ្វើយើងសូត្រគេថានឹងដើម្បីស្រាយអំពើស្នេហ៍បុគ្គលនោះគឺភាគរយតិចណាស់តែតិចវាបានត្រឹម 30% 50% ទេតែស្រាយបានណាហ្នឹងហើយសល់ប្រមាណភាគរយទៀតគឺมันអាចស្រាយបានទេណាដោយសារអីដោយសារគេថាចំណងនៃគេចរគឺគេមានក្បួនគេមានកិច្ចគេមានពិធីគេមានវិធីដំស្នឹងសង្កត់ព្រលឹងចងពោតហុំភូតតាំងអហង្ភូតតោចងចដូនភូតណាហ្នឹងហើយអាហ្នឹងកិច្ចធំនេះគឺយើងស្រាយលក្ខណៈបែបចេះគឺបានត្រឹមនៅផ្នែក50ទេណាហ្នឹងហើយពេលដែលសំខាន់គឺគេមានគេថាមួយទៀតគេថាដោះអំពើស្នេហ៍តែហ្មងណាតែអាស្រ័យស្នេហ៍នេះគឺលក្ខណៈស្រ័យស្នេហ៍លក្ខណៈថាយើងស្រឡាញ់គេអញ្ចឹងទៅយើងចង់ដាក់ស្នេហ៍គេយកមកគៀកកាយដើម្បីធ្វើជាសង្សារធ្វើជាប្រពន្ធជាលក្ខណៈជាលក្ខណៈស្នេហ៍អញ្ចឹងណាហ្នឹងហើយ
ចឹងដល់ពេលណាដែលយើងចង់ប្រសាបស្នេហ៍នឹងចេញគឺយើងសូត្រតែគាថានឹងផ្លុំជាមួយនឹងទឹកឲ្យគេផឹកទៅជាមួយនឹងចំណីអាហារបរិភោគដល់ឲ្យគេហូបទៅតែប៉ុណ្ណឹងទៅអ្នកនឹងជាពីស្នេហ៍ដែលយើងធ្វើហ្នឹងហើយណាអានេះគេហៅថាគាថាស្រ័យស្នេហ៍ចំពោះគាថាស្នេហ៍ដែលយើងសូត្រទៅណាហ្នឹងហើយយើងចេះស្រួលយល់ចឹងនៅមានរបស់ចំពោះមនុស្សស្រីក៏យើងធ្វើអញ្ចឹងដូចគ្នាចំពោះមនុស្សប្រុសក៏យើងធ្វើអញ្ចឹងដូចគ្នាណាហ្នឹងហើយបើយើងទៅយើងអាចសូថាអញ្ចឹងទៅយើងផ្លុំទៅលើក្បាលគេថាអញ្ចឹងណាផ្លុំទៅលើក្បាលគេទៅអ្នកនឹងស្នេហ៍ចំណងស្នេហ៍ពីយើងពេលហ្នឹងទៅគេលេងស្រឡាញ់យើងហើយគេចូលនឹកនាដល់យើងដែរណាអានោះលក្ខណៈថាស្នេហ៍ថាស្នេហ៍លក្ខណៈថាស្រឡាញ់ហើយគេស្រឡាញ់យើងរាប់អានគ្នាធ្វើជាសង្សារអញ្ចឹងណាហើយយកគេធ្វើជាប្រពន្ធគូអនាគតអញ្ចឹងទៅណាហ្នឹងដល់ពេលយើងចង់ស្នេហ៍វិញគឺយើងសូត្រគាថាហ្នឹងទៅស្រាយស្នេហ៍ដែលគេបានដែលយើងធ្វើដាក់គេហ្នឹងឲ្យគេរួចពីចំណងស្នេហ៍ដែលយើងធ្វើហ្នឹងហើយណាអញ្ចឹងមិនថាជាមនុស្សប្រុសឬជាមនុស្សស្រីទេបើសិនជាមនុស្សប្រុសធ្វើមនុស្សស្រីក៏របៀបរបបនៃការប្រើក៏ដូចគ្នាយើងសូត្រព្រមដាក់ទៅឲ្យគ្នាផឹកទៅឬនំចំណីឲ្យគ្នាហូបទៅណាហ្នឹងហើយចំពោះមនុស្សស្រីក៏ដូចគ្នាធ្វើអញ្ចឹងដូចគ្នាដែរអត់ខុសគ្នាទេហ្នឹងហើយនេះលក្ខណៈថាស្នេហ៍យើងស្រែនៅមុនស្នេហ៍ដែលគេដែលយើងធ្វើទៅលើមនុស្សប្រុសឬមនុស្សស្រីអញ្ចឹងណាមនុស្សស្រីធ្វើមនុស្សប្រុសមនុស្សប្រុសធ្វើមនុស្សស្រីអញ្ចឹងណាមនុស្សស្រីធ្វើប្រុសអញ្ចឹងណាស្រីធ្វើស្រីប្រុសធ្វើប្រុសឲ្យជាដើមណាហ្នឹងហើយតែយើងចង់ស្រាយស្នេហ៍នឹងចេញវិញនៅដល់មុនគេថាដែលយើងសេពដាក់គេទៅតែយើងចង់ស្រាយស្នេហ៍នោះឲ្យគេឈប់ស្រឡាញ់យើងវិញអញ្ចឹងណាអញ្ចឹងយើងអាចសូត្រគេថាហ្នឹងទៅយើងដាក់ឈ្មោះទៅណាតែបើសិនជាគេថានេះយើងយកទៅប្រើនៅក្នុងក្បួនកិច្ចធំគឺវាមានអនុភាពមធ្យមតែជាថានៅលើស្នេហ៍នឹងស្រាលឬធ្ងន់ដូចគ្នាដែរតែនេះសម្រាប់ស្នេហ៍ដែលយើងសូត្រសម្រាប់យើងលេងស្នេហ៍ជាមួយគេមួយឯងអញ្ចឹងណាហ្នឹងហើយតែពេលយើងចង់ស្រាយស្នេហ៍នឹងចេញពីគេវិញយើងសូត្រគេថាហ្នឹងទៅរួចហើយណាតែប៉ុណ្្នឹងទៅឲ្យគេផឹកឲ្យគេហូបអញ្ចឹងទៅណាហ្នឹងហើយតែប៉ុណ្្នឹងឯងហើយកុំភ្លេចលោស្វាហៈហ្នឹងគឺយើងដាក់ឈ្មោះផងណាហើយឥឡូវនេះយើងនិយាយអំពីការសូត្រដកដង្ហើមបើសិនជាសូត្រដកដង្ហើមនោះគឺយើងសូត្រសម្រាប់ចាក់ទឹកអ្នកដែលត្រូវស្នេហ៍បាត់មុខគេមិនបានទេជាដើមគឺយើងអាចយកគេថានឹងសូត្រដកដង្ហើមជាយកធម្មតា7ចប់សូត្របដាចាក់ទឹកបដាសូត្របដាចាក់ទឹកបដារហូតគ្រប់ចំនួន7ចប់ធូបប្រើ7រស័យដូចគ្នាតែប៉ុណ្្នឹងទៅអ្នកនឹងជាសះស្បើយហើយយើងធ្វើកថាដៃសាច់ចកេះជាដើមណាពាក់ខាងការពារអំពើស្នេហ៍ហ្នឹងតែប៉ុណ្្នឹងទៅរួចចកាយប៉ុណ្ណឹងបានសនុកបានណានេះគឺវាអាចនឹងបានត្រឹម 70% ណាហ្នឹងហើយដែលយើងសូត្រចាក់ទឹកណាហ្នឹងហើយតែប៉ុណ្្នឹងឯងណាហ្នឹងហើយអត់អីទេឥឡូវការបកស្រាយបញ្យមលោកគ្រូមានតែប៉ុណ្្នឹងទេណាហ្នឹងហើយឆ្ងល់តាណាអាចសួរបន្ថែមណាហ្នឹងហើយកូនណាហ្នឹងហើយចឹងលោកគ្រូសូមបញ្ជាក់បន្តិចចំពោះគេថាស្រាយស្នេហ៍នេះគឺយើងសូត្រសម្រាប់ស្រាយស្នេហ៍នៅពេលណាដែលយើងដាក់ស្នេហ៍គេថាយើងដាក់ឈ្មោះកឬឈ្មោះខនៅអីគេមកស្រឡាញ់យើងចូលចិត្តយើងអាណិតយើងណារាប់អានគ្នាធ្វើជាសង្សារយកធ្វើជាគូប្តីប្រពន្ធថ្ងៃអនាគតតែចិត្តយើងឈប់ស្រឡាញ់គេហើយណាយើងអត់សូវចូលចិត្តគេទៀតទេណាហ្នឹងហើយអញ្ចឹងយើងយកគេថានឹងសូត្រស្រាយគេវិញទៅអាហ្នឹងណាហ្នឹងហើយនឹងឯងគេថាគឺយើងប្រើសំដៅទៅលក្ខណៈអញ្ចឹងឯងណាតែបើសិនជាកូនចង់ឆ្ងល់ឲ្យសួរបន្ថែមណាហ្នឹងហើយក្នុងឱកាសវេលានេះគឺលោកគ្រូសូមបង្ហាញចែកជីវដល់កូនចៅសកលទាំងអស់គ្នាណានឹងជាប្រភេទកូនសង្កត់ជាប្រភេទពាក់តតឹងកនិងពាក់សយងកណាហ្នឹងហើយដែលជាតួអង្គថ្មីណាហ្នឹងហើយតែតម្រងបែបបត់ដដែលណាហ្នឹងហើយចំនួន4អង្គនេះគឺលោកគ្រូដាក់ជីវត្រឹមតែ3អង្គនេះក្នុងអង្គនេះគឺលោកគ្រូដាក់ជីវ$60ណាហ្នឹងហើយក្នុងឱកាសវេលាបុណ្យចូលឆ្នាំហ្នឹងខ្មែរប្រពៃណីជាតិយើងហ្នឹងគឺលោកគ្រូចែកជីវកូនចៅយុទ្ធពាក់យុទ្ធប្រើទាំងអស់គ្នាណាក្នុងមួយអង្គក្នុងអង្គនេះគឺតម្លៃ$60ណាហ្នឹង$60ត្រឹមតែហ្មងហើយចំពោះកូនសង្កត់3អង្គនេះគឺតម្លៃត្រឹមតែ$50ទេគឺលោកគ្រូ
ចែកជាកូនចៅធូទេណាហ្នឹងសម្រាប់យកទៅប្រើទាំងអស់គ្នាហ្នឹងហើយកូនគឺពិសេសណាស់គឺវាមានអនុភាពការពារនៅអំពើអំព័ន្ធអបថ្មថ្មព្រះវសាទាំងឡាយទាំងពួងដល់ថាអំពើគេប្រើដោយខ្មោចក្តីប្រើដោយព្រាយក្តីប្រើដោយនេតាក្តីប្រើដោយមុនគេថាក្តីណាហ្នឹងហើយប្រើកាត់ចេញពីមនុស្សក្តីការពារនៅសត្រូវជារនាំងខាងការពារដោយខ្មោចព្រះវសាទាំងឡាយទាំងពួងផងហើយគេបានសាមនៅអំពើបានសាមនៅធ្មប់អាបការពារធ្មប់អាបការពារព្រាយពិសេសគឺអ្នកសាខ្លាច់ខ្មោចខ្លាច់ព្រាយអីណាទៅណាយប់លប់ចិត្តតែខ្លាច់នេះខ្លាច់នោះអញ្ចឹងណាចឹងយើងអាចយកទៅណា4អង្គហ្នឹងគឺលោកគ្រូដាក់ជាតម្លៃផ្សេងគ្នាចំពោះមួយអង្គនេះគឺតម្លៃត្រឹមតែ$60ទេណាហ្នឹងហើយអង្គនេះហើយចំពោះ3អង្គនេះគឺតម្លៃត្រឹមតែ$50ទេណានឹងខុសគ្នាបន្តិចតួចហ្នឹងឯងហ្នឹងហើយហើយបើសិនជាកូនចៅមនបនស័យអាចជីវយកទៅពាក់យកទៅគោរពបានណាតាមជំនឿរបស់កូនចៅទៅពាក់យកទៅប្រើចុះហ្នឹងហើយអញ្ចឹងបើយើងនិយាយអំពីអនុភាពនៃកូនសកលនេះគឺជាប្រភេទអនុភាពគឺប្រើបាន108គុណខុសវាតម្រងបែបបាត់ដូចអង្គមុនអញ្ចឹងណាហ្នឹងហើយតានេះគឺមានអនុភាពប្រើបាន108គុណអង្គនេះក៏ដូចគ្នាប្រើបាន108គុណដែរឬក៏ប្រើបាន108យ៉ាងឬ108គុណ108យ៉ាងហ្នឹងឯងហ្នឹងហើយអញ្ចឹងនៅក្នុងបើសិនជាកូនចៅចង់ដឹងពីព័ត៌មានលម្អិតអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់លោកគ្រូបានឬតាមរយៈ Telegram បានដែលលោកគ្រូដាក់ link នៅខាងក្រោមវីដេអូហ្នឹងហើយអញ្ចឹងជាចំណុចការមួយដែលសម្រាប់កូនចៅល្អណាហ្នឹងហើយពលលោកគ្រូធ្វើតែប្រហែលអង្គទៀតទេណាហ្នឹងហើយលោកគ្រូចែកជាកូនចៅធូទេក្នុងឱកាសវេលាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិយើងហ្នឹងហើយអញ្ចឹងចែកជាដល់កូនចៅទាំងអស់គ្នាយកទៅប្រើយកទៅគោរពណាយកទៅពាក់ណាដើម្បីជាប្រយោជន៍ដើម្បីជាការពារពិសេសគឺអ្នកដែលខ្លាចត្រឹមពើត្រឹមពាន់គេហ្នឹងគឺពិសេសណាហ្នឹងហើយពិសេសគឺអ្នកដែលខ្លាចខ្មោចខ្លាចព្រាយក៏ពាក់បានដូចគ្នាណាពិសេសពាក់ទៅគឺខ្មោចព្រាយហ៊ានលោបន្លាចយើងទេណាហ្នឹងហើយវាមានអនុភាពគឺធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយក្តីហ្នឹងគឺសុខសប្បាយតាមផ្លូវរហូតវិជានៅគ្រូថ្នាក់វិជានៅគ្រូភ័យបិទបាំងរឿងទប់ស្កាត់ណាហ្នឹងហើយគឺល្អប្រើបានពិសេសណាចឹងកូនសកលហ្នឹងគឺមានតែប៉ុណ្្នឹងណាកូនចៅណាមកមុនបានមុនណាកូនចៅណាមកក្រោយគឺអត់ហើយណាហ្នឹងហើយចឹងគ្រូមានតែប៉ុណ្្នឹងទេជូនពរកូនចៅបានសុខចម្រើនទាំងអស់គ្នានៅក្នុងឱកាសវេលាបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះជូនពរកូនចៅទាំងអស់គ្នាដែលអ្នកធ្វើដំណើរមកលេងស្រុកទេសណាអ្នកធ្វើដំណើរមកលេងស្រុកមកជួបជុំឪពុកម្ដាយជួបជុំបងប្អូនក្តីអ្នកធ្វើដំណើរផ្លូវចិត្តផ្លូវឆ្ងាយក្តីហ្នឹងជូនពរកូនចៅទាំងអស់គ្នាបានសុខសុវត្ថិភាពតាមផ្លូវណាហ្នឹងហើយបើកបរគោរពច្បាប់ចរាចរណ៍ហើយជូនពរកូនចៅបានសុខសប្បាយតាមផ្លូវណាហ្នឹងហើយសុខចម្រើនណា